បាទសួស្តីកូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងមកបន្តលំហាត់របស់យើងបន្តទៀតអញ្ចឹងថ្ងៃនេះលោកគ្រូទៅដល់លំហាត់ទី1នៃមេរៀនថ្មីមេរៀនផលធៀបនិងភាគរយដដែលប៉ុន្តែគ្រាន់តែយើងចូលដល់ចំណុចផលធៀប2ស្មើគ្នាអញ្ចឹងនៅក្នុងមេរៀននេះគឺយើងធ្វើយ៉ាងម៉េចដើម្បីឲ្យផលធៀបនៃចំនួន2ប្រភេទហ្នឹងឬក៏តម្រងចុច2ហ្នឹងស្មើគ្នាចឹងដើម្បីឲ្យផលធៀបទាំងពីរស្មើគ្នាតើតើយើងប្រើវិធីគុណខ្វែងពាក់ព័ន្ធនឹងវិធីគុណខ្វែងនៅកន្លែងនេះតើតើកូនចេះគុណខ្វែងចេះវិធីគុណឬក៏វិធីចែកមានន័យថាត្រូវតែចេះទាំងគុណនិងចែកពីព្រោះមេរៀននេះគឺមានកន្លែងដែលត្រូវចែកកន្លែងដែលត្រូវគុណបាទឥឡូវយើងចូលទៅលំហាត់របស់យើងមាន3លំហាត់ដោយសារលំហាត់នេះនៅក្នុងកម្រិតរៀងពិបាកដែរអញ្ចឹងលោកគ្រូកែម្ដង3លំហាត់ចេះលំហាត់ទី1នេះគេដាក់ថាចូលបំពេញលេខក្នុងប្រអប់ដើម្បីឲ្យផលធៀបស្មើគ្នាជាយើងចាំបានមិញណាផលធៀប2ស្មើគ្នាតើតើវិធីគុណខ្វែងវាស្មើគ្នាអញ្ចឹងចំពោះលំហាត់នេះយើងប្រើវិធីគុណខ្វែងបានគឺយើងយក3គុណនឹង15នេះមកហើយនឹងយក5នេះទៅគុណនឹងប្រអប់នេះមកបើសិនជាឃើញស្មើគ្នានឹងវិធីគុណខ្វែងស្មើគ្នាជាដើម្បីបំពេញប្រអប់នេះបានកូនត្រូវប្រើវិធីគុណខ្វែងឲ្យឃើញប្រមាណអញ្ចឹងអានេះ3គុណ15 45កូនសាក់គុណក្រោយណាបើសិនជាកូនអត់ដឹងថា15គុណ3ឃើញប៉ុន្មានអញ្ចឹងយក15មកយើងគុណនឹង3មកយើងដឹងហើយ5ដង15ត្រា1 3ម្ដង3បូក1 4អញ្ចឹងមានន័យថាយើងឃើញចម្លើយអាទី1នេះ45ចឹងក្រោម45ប្រកាសលើនេះក៏ត្រូវចេញ45ដែរទៅវាស្មើគ្នាអញ្ចឹងបើ45ទាំងពីរទៅតែ5នេះទៅគុណនឹងប្រមាណមិនបាន45អញ្ចឹងយើងត្រូវសូត្រមេ5អញ្ចឹងមាន5 9ដងម្នេះ5 9ដង45អញ្ចឹងមានន័យថាចម្លើយកន្លែងនេះគឺចេញ9បាទអញ្ចឹងតំណេះគឺចម្លើយលេខ9ចប់1ហើយតើលេខ2ធ្វើដូចដដែលគឺកូនយក5នេះគុណនឹង42 42ហើយអានេះយកទៅគុណនឹងប្រអប់អញ្ចឹងលេខនេះវារៀងធំលោកគ្រូមានវិធីត្រឡប់មួយទៀតបើសិនជាលេខធំយើងចង់ឲ្យទៅជាលេខតូចបានណាដោយសារតែលេខធំប៉ុន្តែយើងមានតែប្រើវិធីគុណខ្វែងហ្នឹងតោះបើសិនយើងប្រើវិធីនោះចាំទៅមេរៀនក្រោយណាអញ្ចឹងយើងយក5នឹងគុណនឹង42មកតើស្មើនឹងប្រមាណឥឡូវនេះក៏ដូចគ្នាអញ្ចឹងលោកគ្រូយក42គុណនឹង5 5 ពីដង10 0ត្រាទុក1 5 4ដង20 20បូក1 21 210ចឹងមានន័យថាគុណឲ្យបាន210ចាឥឡូវនេះក៏ត្រូវ210ដែរចឹងដើម្បីបាន210យើងយក6នេះទៅគុណនឹងប្រមាណបាន210ពិបាកគិតណាស់មែនទេចឹងពិបាកគិតគុណយក210ចែកនឹង6វិញមកចឹងគឺយក210ចែកនឹង6កាត់2បាន3មែនទេ18បាទដកខ្ចីសល់1អានេះឡើង11 11ដក8នៅសល់3អានេះ1 11 0គុណទម្លាក់0អញ្ចឹងបាន5 30 0 0អញ្ចឹងមានន័យឃើញ35អញ្ចឹងកន្លែងនេះកូនបំពេញលេខ35ចឹងយក6គុណនឹង35ទៅគឺចេញនឹង210បាទអញ្ចឹងចប់លំហាត់ទីខបាទវាមានគុណវាមានចែកដោយលោកគ្រូ5អញ្ចឹងលេខនេះគឺនៅក្នុងកម្រិតមធ្យមដែរគឺប្រើគុណហើយចែកទៀតបាទកន្លែងខ្លះប្រើគុណកន្លែងខ្លះប្រើចែកយើងចូលទៅលំហាត់ទីកោវាចប់លំហាត់ថ្ងៃដំបូងនេះលំហាត់ទីកោនេះកូនយកយក8គុណនឹង36ហើយនឹងយក12គុណនឹងប្រអប់
ចឹង8គុណ36ស្មើប្រមាណហើយឥឡូវអាក្រោមគុណឃើញមែនឥឡូវគុណឃើញចឹងដូចគ្នាចឹងយើងយក36គុណនឹង18ដោយសារតែយើងមិនអាចយក12គុណនឹងប្រអប់បានទេតាចឹង8 6ដង40 8ត្រូវទុក4 8 3ដង24 24បូកនឹង4 28 1 6ដង6 1 3ដង3អញ្ចឹងយើងធ្វើវិធីបូកចឹងនេះ8នេះ14ត្រា1នេះឡើង6 648អញ្ចឹងបើយើងអង្គុយគិត12គុណនឹងម៉ាវាយូរអញ្ចឹងយើងយក648នេះដោយសារនេះយើងឃើញ648ចានេះក៏ត្រូវឃើញ648ដែរអញ្ចឹងយក12គុណនឹងប្រមាណទៅឃើញ648អញ្ចឹងវិធីគុណដើម្បីរកចម្លើយបានយើងយកចែកយក648ចែក12មកអញ្ចឹងលោកគ្រូកាត់2 3ដងនេះដកមែនអញ្ចឹង5ដង5 2ដង10 0ត្រាទុក1 5ម្ដង5បូក1 6ត្រា6ដងលើដក6ដង12ត្រាបាទអញ្ចឹងសល់4អានេះនៅសល់0អញ្ចឹងតម្លាក់8មក4 4 2ដង8 4ម្ដង4ដាច់ម៉ាត់អញ្ចឹងឃើញ54អញ្ចឹងចម្លើយរបស់យើង54ចាប់ចឹងលំហាត់ទីកទីខទីកលោកគ្រូសុំកែប៉ុណ្ណឹងហើយយើងចាំជួបគ្នានៅវីដេអូក្រោយគឺលំហាត់ទីខងចអរគុណច្រើនបាយបាយ